Hello មួយរយៈនេះខ្ញុំបានធ្វើសេចក្តីល្អជាមួយឪពុកម្ដាយខ្ញុំដោយការធ្វើសរសៃក្តីដោយការលាងចានឬក៏ធ្វើអ្វីដ៏ច្រើនសម្រាប់គាត់ណាអញ្ចឹងនេះជាសារមួយទៅប្រាប់បងប្អូនកូនក្មួយទាំងអស់គ្នាថាយើងគួរតែចេះស្រឡាញ់ឪពុកម្ដាយចេះមើលថែទាំងផ្ដល់កម្លាំងកាយឬកម្លាំងចិត្តណាមួយចំពោះពួកគាត់ទៅដោយសារខ្ញុំនេះថាពូចាស់ពូសិនចាស់អញ្ចឹងណាពូវាមួយរយៈមុនកាលនៅក្មេងវាអត់សូវដឹងអីដល់អត់សូវដឹងអីអញ្ចឹងទៅវាស្ដាយពេលពីមុនដែលយើងអត់ដឹងអីហើយយើងប្រព្រឹត្តអំពើខុសច្រើនហើយការតបស្នងដឹងគុណឬការជួយឪពុកម្ដាយទាំងកម្លាំងកាយចិត្តហ្នឹងក៏វាអត់សូវដែរអញ្ចឹងណាតែទៅភ្ញាក់ខ្លួនឥឡូវថ្មីនេះទេហើយដល់ភ្ញាក់ខ្លួនអញ្ចឹងទៅក៏ពូហ្នឹងជាសារមួយប្រាប់ក្មួយថាឥឡូវចេះទៅកុំឲ្យតន់ថាដូចពូព្រោះឲ្យពូនិយាយតាចាស់ហើយអញ្ចឹងណាអញ្ចឹងក្មួយទាំងអស់មានឪពុកម្ដាយក្មេងៗយើងចាប់ធ្វើពីឥឡូវទៅចេះស្រឡាញ់គាត់ទៅហើយលើលោកនេះយើងសាកគិតមើលមាននរណាដែលស្រឡាញ់យើងជាងឪពុកម្ដាយយើងទៀតមែនអត់ដល់ពេលពូគិតដល់ចំណុចហ្នឹងពូចង់ប្រាប់ក្មួយទាំងអស់ថាយើងស្រឡាញ់ម៉ែឪយើងណាស្រឡាញ់ម៉ែឪបើមិនបានអីក៏កុំធ្វើឲ្យគាត់ពិបាកចិត្តបើមិនបានជួយជាកម្លាំងកាយឬក៏កម្លាំងចិត្តអីកុំឲ្យគាត់បាក់ចិត្តហើយតែបើសិនជាបានជួយទាំងកម្លាំងកាយទាំងកម្លាំងចិត្តទៀតអូ good ពូសរសើរហើយពូអត់សរសើរអ្នកណាដែលធ្វើឲ្យឪពុកម្ដាយតើឪពុកម្ដាយក្មេងឪពុកម្ដាយបកើតហ្នឹងបាក់ចិត្តឬក៏ធ្វើអាកប្បកិរិយាមិនគប្បីចំពោះគាត់ហ្នឹងពូអត់គ្រប់ត្រទេតែពូគ្រប់ត្រអ្នកណាដែលស្រឡាញ់ឪពុកម្ដាយគោរពឪពុកម្ដាយជួយឪពុកម្ដាយជាពិសេសកុំឲ្យឪពុកម្ដាយពិបាកចិត្តអញ្ចឹងណាអូខេបាយបាយមានប៉ុណ្្នឹងឯង